បាទយូស៊ូដូចជាសួស្តីដល់អ្នកទាំងគ្នាចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងមកបង្ហាញពីរបៀបនៃការធ្វើអក្សរបែបនេះនៅក្នុងកម្មវិធី Microsoft Word បាទធ្វើអក្សរបែបនេះហើយជាមានអត្ថប្រយោជន៍ទៅដល់លោកគ្រូអ្នកគ្រូជាពិសេសគឺលោកគ្រូអ្នកគ្រូដែលគាត់បរៀនខាងផ្នែកមត្តេយ្យនិងផ្នែកទី1ទី2អីចឹងណាបាទដោយសារខ្ញុំឧស្សាហ៍ឃើញគាត់search ឬក៏ស្រាវជ្រាវរកអក្សរបែបហ្នឹងដើម្បីឲ្យកូនសិស្សខាងតាមមត្តេយ្យគាត់រៀនគូហើយនឹងសរសេរតាមចឹងណាបាទចឹងឥឡូវខ្ញុំនឹងបង្ហាញពីរបៀបធ្វើនៃអក្សរបែបហ្នឹងកុំឲ្យពិបាកក្នុងការ research រករបស់គេចឹងណាបាទចឹងអ្នកនរគ្នាអាចមើលតាមវីដេអូនេះទៅចឹងបន្ទាប់ពីចប់អាហ្នឹងហើយយើងនឹងចេះធ្វើអក្សរបែបហ្នឹងបានបាទតោះចឹងមានដំបូងខ្ញុំសូមលុបអក្សរហ្នឹងចេញអូខេសូមដាក់វាមកខាងបាទចឹងទី1ថាលោកគ្រូចង់បានអក្សរគេថាចង់បាន font ខ្មែរ OS មករៀបចុះបាទឬក៏ខ្មែរ OS បាត់ដំបងក៏បានដែរខ្មែរ OS បាត់ដំបងបាទយកខ្មែរបាត់ដំបងមកអូខេទី1ដើម្បីដាក់អក្សរបែបហ្នឹងបានយើងចុច mouse ស្ដាំមកបរិយាคลิกនេះចឹងចុច mouse ស្ដាំមកចូលមកកន្លែងនេះfont អូខេយើងចូលមក font ហើយចូលមកកន្លែងនេះtext effect បាទយើងយក text effect មកអូខេជំហានបន្ទាប់យើងចូលមកមើលនៅកន្លែង text fill ហ្នឹងបើសិនជាវាជួប gradient solid fill អញ្ចឹងកន្លែងហ្នឹងយើងអត់យក no fill មកហេតុអីដោយសារអក្សររបស់យើងអត់យក fill ហ្នឹងឯងយើងយកតែ outline ទេចុចហ្នឹងគេហៅថា outline ណាបាទអញ្ចឹងទាក់ទងកន្លែង text fill យើងយក no fill មកវាចេញទេបាទជំហានបន្ទាប់យើងចូលមកនេះ text outline អញ្ចឹងទាក់ទងទៅនឹង text outline បាទលោកគ្រូនេះគ្រូចូលមកមើលកន្លែងនេះជាដំបូងគេcolor ចង់បានពណ៌អីគេបាទពណ៌ខ្មៅពណ៌អីក៏បានដែរសាច់លើដែលយើងចង់បានទេចង់បានពណ៌អីយកពណ៌ហ្នឹងទៅបាទឥឡូវយើងយកពណ៌ខ្មៅអូខេមើលមកកន្លែងនេះយើងអាចតម្លើងសាយបានណាយើងអាចតម្លើងនៅកន្លែងហ្នឹងបានហើយយើងមើលមកកន្លែងនេះយើងអាចជ្រើសរើសជាប្រភេទ style បានបាទហើយមើលមកកន្លែងនេះទៀតកន្លែង dash style ហ្នឹងវាពិសេសដែរដែលយើងត្រូវកំណត់អញ្ចឹងទាក់ទងនឹងអក្សរយើងបានចង់បាន text outline ហ្នឹងជាចុចទៅអត់បាទអញ្ចឹងយើងចូលមកកន្លែងហ្នឹងមកយើងយកនេះយកហ្នឹងមកបាទហើយចំណុចដែលយើងទៅធ្វើទៀតយើងចុច OK មកអត់មានអីទេ OK មកហើយកន្លែងនេះយើង OK ទៀតមកបាទអញ្ចឹងតែប៉ុណ្្នឹងបានហើយយើងសៀអក្សរមកឃើញទេបាទខងបាទអញ្ចឹងតេតងទៅនឹងវីដេអូនេះងាយបើសិនជាយើងបាទអញ្ចឹងវាងាយទេតេតងទៅនឹងការធ្វើអក្សរបែបនេះណាបើសិនជាលោកគ្រូអ្នកគ្រូមើលតាំងពីដើមរហូតដល់ចប់ខ្ញុំគិតថានឹងចេះធ្វើហើយបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាមានចម្ងល់ឬក៏មិនទាន់កន្លែងណាអីអាចសួរមកខ្ញុំផ្ទាល់បានណាបាទអរគុណច្រើន